này có cái này nhom đừng mà thưa sẽ có thêm một mục tiêu đấy để cái ơi chúng ta chiaประเภท passion មួយទៅហើយសម្រាប់người muốnគ្នាយើងបាន request តទៅទៅនឹងបានសួរថាបងឲ្យជួយធ្វើជាประเภท passion មួយទៅឲ្យខ្ញុំមើលបន្តិចបានអីអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើជាประเภท passion មួយទៅសម្រាប់ passion មួយទៅ mango មួយទៅឬមួយក៏ flavor មួយទៅយើងធ្វើជាមីមួយទៅអីអញ្ចឹងឲ្យតែយើងស្គាល់ basic ពីមួយទៅអញ្ចឹងយើងអាចធ្វើបានអញ្ចឹងសម្រាប់ passion មួយទៅយើងយក white burgundy ជាមួយនឹងយើងមាន white burgundy យើងមាន soda brown sugar passion lem ជាមួយនឹងមីនជីងកាមសម្រាប់ជីងកាមដាក់នៅក្នុងនេះដោយសារវានេះខ្ញុំបេះដាក់ក្នុងកែវឲ្យហើយអូខេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើជួយអ្នកទាំងអស់គ្នាមើលជីងកាមរបស់យើងបានបេះហើយអញ្ចឹងយើងចាប់ផ្ដើមចិត្ត lem ជុះហើយនេះសម្រាប់ lem នេះគឺជាប្រភេទ lem ស្រស់អញ្ចឹងសម្រាប់ lemដាក់តាមជាហៀងបានហើយដោយសារយើងប្រើ passion អញ្ចឹងបើសិនជាយើងដាក់ lem មួយវាអាចនឹងជូរពេកណាអញ្ចឹងយើងដាក់មកជាហៀងបានហើយអូខេអញ្ចឹងហាន់ពេលប៉ុណ្ណឹងមកពុះជា2អូខេចាប់ដើមដាក់ brown sugar អញ្ចឹងសម្រាប់ brown sugar យើងដាក់មកសភាកន្លះមកគេហៅមក scoop កន្លះចាប់ដើមម៉ាត់លើអូខេយើងចាប់ដើមម៉ាត់លើយើងតបវាធម្មតាយើងតបកុំឲ្យចំជីងកាមអញ្ចឹងមានន័យថាយើងរៀងជ្រុំឲ្យវាជីជីងកាមដើម្បីកុំឲ្យជីងកាមវាម៉ត់ពេកណាអញ្ចឹងវាធ្វើឲ្យវាបែកទៅដាក់ passionតាមពិត passion ហ្នឹងយើងអាចដាក់មុនជាមួយនឹងក្រូចឆ្មាក៏បានដែរតែបើសិនជាយើងដាក់ passion តាណាគ្នាជាមួយក្រូចឆ្មាពេលដែលយើងតបទៅវាធ្វើអត់ឲ្យឡើងពណ៌នៃ passion ហ្នឹងអញ្ចឹងបើពេលទៅយើងមើល passion ឃើញអញ្ចឹងមានន័យថាពណ៌នៃស្រាយើងដាក់60ជាទូទៅពេលដែលយើងកាន់ស្រាយើងកាន់បែបនេះដើម្បីមានន័យថាlogo របស់ស្រាគឺឃើញទៅមុខរហូតបើសិនជាភ្ញៀវនៅអង្គុយនៅមុខបារឬមួយក៏អង្គុយនៅចំតុពីមុខយើងគឺយើងបង្ហាញភ្ញៀវរហូតអញ្ចឹងណាមានន័យថា label របស់ស្រាគឺនៅខាងមុខយើងអញ្ចឹងរហូតណាអូខេតែពេលខ្លះខ្ញុំកាន់ខុសដែរហ្នឹងតែគ្រាន់ថាជាទូទៅគឺយើងកាន់ត្រូវកាន់ label ស្រានៅអញ្ចឹងរហូតក៏យើងថប់អាប់សូដាជាទូទៅសម្រាប់ប្រភេទស្រាបើយើងដាក់សូដាមកកំប៉ុងយើងអាចប្រើបាន3កែវតែជាទូទៅតែយើងកោសអស់ហ្គាសយើងប្រើតែម្ដងឬក៏2ដងអស់ហើយអញ្ចឹងយើងចាប់ផ្ដើមកូរមកសម្រាប់ decoration យើងអាច decoration ជា passion ក៏បានជាប្រភេទមានអូខេអញ្ចឹងសម្រាប់ passion មួយបន្ទុករបស់យើងគឺហើយតែប៉ុណ្្នឹងទេហើយអូខេនេះជាប្រភេទ passion មួយបន្ទុកការធ្វើគឺងាយទេឲ្យតែយើងចេះធ្វើជាប្រភេទមួយទៅអញ្ចឹងយើងអាចមិនបាច់ធ្វើជា passion មួយទៅបានទេសម្រាប់ប្រភេទ passion មួយទៅនេះគឺរសជាតិវាឆ្ងាញ់អ្នកមួយយ៉ាងពី mango ពីមួយទៅឬក៏ប្រភេទ passion មួយទៅហ្នឹងគឺវាអ្នកមួយយ៉ាងអញ្ចឹងណារសជាតិ